យើងឃើញថាទាំងពាក់កណ្ដាលម៉ារ៉ាតុនអន្តរជាតិក៏ដូចជាការប្រកួតម៉ារ៉ាតុននៅសៀមរាបក៏ដូចជារាជធានីភ្នំពេញក៏ដូចជាតាមបណ្ដាខេត្តនានាឃើញថាពីមួយឆ្នាំទៅមួយឆ្នាំទទួលបានការចាប់អារម្មណ៍និងការចូលរួមបានកាន់តែច្រើនហើយគុណភាពអ្នករត់ទៀតសោតពិសេសគឺបាទអ្នករត់ដែលជាជនជាតិខ្មែររបស់យើងនោះគឺមានការកើនឡើងយ៉ាងខ្លាំងដែលនេះធ្វើឲ្យអ្នកជំនាញបានបង្ហាញនៅស្នាមញញឹមក៏ដូចជាក្តីរំពឹងនឹងមើលឃើញថាកំណើនអ្នករត់ម៉ារ៉ាតុនគឺជាការយល់ឃើញអំពីការយល់ដឹងអំពីបញ្ហាសុខភាពសាមគ្គីភាពក៏ដូចជាជំរុញឲ្យមានការប្រកួតប្រជែងក្នុងកម្រិតអន្តរជាតិផងដែររយៈពេលជិត30ឆ្នាំមកហើយដែលកម្ពុជាបានរៀបចំព្រឹត្តិការណ៍រត់លក្ខណៈម៉ារ៉ាតុនដោយផ្ដើមពីទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុនអង្គរវត្តលើកដំបូងកាលពីឆ្នាំ1996នៅខេត្តសៀមរាបដោយសារការវិវត្តនិងរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំពិសេសក្រោយកម្ពុជាទទួលបានសន្តិភាពពេញលេញនៅឆ្នាំ1998ព្រឹត្តិការណ៍នេះក៏ទាក់ទាញការចូលរួមកាន់តែច្រើនឡើងរហូតដល់ឆ្នាំ2024កន្លងទៅមានអ្នកចូលរួមប្រមាណ 15,000 នាក់ទន្ទឹមជាមួយភាពជោគជ័យនៃការរៀបចំព្រឹត្តិការណ៍កីឡាទេសចរផ្សារភ្ជាប់សកម្មភាពសប្បុរសធម៌សុទ្ធសាធនេះបានជំរុញឲ្យគណៈកម្មការរៀបចំពិសេសគណៈកម្មាធិការជាតិអូឡ িম্প ិកកម្ពុជាដែលទទួលបានការអនុញ្ញាតនិងគាំទ្រពីរាជរដ្ឋាភិបាលពង្រីកការរៀបចំព្រឹត្តិការណ៍រត់ម៉ារ៉ាតុននិងពាក់កណ្ដាលម៉ារ៉ាតុនកាន់តែច្រើនបន្ថែមទៀតក្រៅពីខេត្តសៀមរាបដូចជានៅរាជធានីភ្នំពេញខេត្តព្រះសីហនុនិងបណ្ដាខេត្តមួយចំនួនទៀតដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋតាមរយៈកីឡារត់នេះដែលទទួលបានការគាំទ្រយ៉ាងផុសផុលពីប្រជាពលរដ្ឋជាមួយកំណើនអ្នករត់ម៉ារ៉ាតុននេះដែរត្រូវបានអ្នកជំនាញចាត់ទុកជាសញ្ញាណវិជ្ជមានមួយដែលបង្ហាញពីសាមគ្គីភាពនិងកម្រិតយល់ដឹងអំពីសុខភាពរបស់ប្រជាពលរដ្ឋខ្មែរហើយក៏ជាការជំរុញចលនារត់ប្រណាំងដែលជាការគាំទ្រកម្ពុជាក្នុងនាមសមាជិកគណៈកម្មាធិការម៉ារ៉ាតុនពិភពលោកដើម្បីប្រកួតប្រជែងជាមួយបណ្ដាប្រទេសលើឆាកអន្តរជាតិផងដែរនេះបើតាមការគូបញ្ជាក់របស់លោកសែមផល្លានាយកបច្ចេកទេសគណៈកម្មាធិការម៉ារ៉ាតុនអមគណៈកម្មាធិការជាតិអូឡ িম্প ិកកម្ពុជាក្រោយបញ្ចប់ទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុនអន្តរជាតិលើកទី13កាលពីចុងសប្តាហ៍កន្លងទៅដែលមានអ្នកចូលរួមជាង 5,000 នាក់ក្នុងនាមអ្នករួមចំណែករៀបចំទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុនអង្គរវត្តលើកដំបូងតាំងពីឆ្នាំ1996រហូតដល់បច្ចុប្បន្នលោកសែមផល្លាបានបង្ហាញនៅមោទនភាពចំពោះកំណើនប្រជាពលរដ្ឋខ្មែរពិសេសលើវិញ្ញាសារត់ចម្ងាយ21គីឡូម៉ែត្រដែលតាំងពីជិត30ឆ្នាំមុនមានអ្នករត់តែ2នាក់តែបច្ចុប្បន្នមានពលរដ្ឋខ្មែរដែលអាចរត់21គីឡូម៉ែត្រខ្ទង់ពាន់នាក់និងអ្នករត់ចម្ងាយ10គីឡូម៉ែត្ររាប់ពាន់នាក់ផ្សេងទៀតលោកសង្ឃឹមថាកំណើននេះនឹងបន្តបន្ថែមទៀតដើម្បីលើកកម្ពស់សុខភាពផងនិងគាំទ្រចលនាប្រកួតប្រជែងជាមួយព្រឹត្តិការណ៍ម៉ារ៉ាតុនប្រចាំទីក្រុងនៃបណ្ដាប្រទេសផ្សេងៗពិសេសបណ្ដាប្រទេសជិតខាងតែម្ដងយើងខ្ញុំជាអ្នកដែលចូលរួមការរៀបចំតាំងពីឆ្នាំ1996គឺយើងឃើញថាពេលរៀបចំគណៈកម្មការជាតិអូឡ িম্প ិករបស់យើងក៏ដូចជាសហព័ន្ធអត្តពលកម្មខ្មែរយើងរៀបចំឆ្នាំ1996នៅមុខអង្គរវត្តនឹងជាព្រឹត្តិការណ៍ម៉ារ៉ាតុនដំបូងមកអស់ដែលនៅប្រទេសកម្ពុជាយើងអញ្ចឹងទេយើងឃើញថាពេលនោះកីឡាកររត់21គីឡូមានតែ2នាក់ទេជម្រើសជាតិមានតែ2នាក់គត់ដែលអាចមានលទ្ធភាពរត់21គីឡូឥឡូវនេះឃើញថាខ្មែរយើងកម្លាំងដែលរត់នឹងអាចយើងចូលដល់ជិត 1000 នាក់ហើយ21គីឡូហើយខ្ញុំបានជួបក្មេងៗយុវជន3នាក់ប្រហែលជាអាយុប្រហែលជា28ដល់21ឆ្នាំគាត់រត់21គីឡូខ្ញុំបានសួរនាំផ្លូវថ្នល់យ៉ាងម៉េចការរៀបចំយ៉ាងម៉េចយុវជនទាំង3នាក់ហ្នឹងកីឡាករទាំង3ហ្នឹងគឺឆ្លើយថាគួរសរសើរណាស់ហើយក៏មានកែតម្រូវកន្លែងចំណុចកៅថាកន្លែងហួងមូលកន្លែងសម្ដេចសង្ឃជួនណាតកន្លែងហ្នឹងគឺជួយប្រយ័ត្នប្រយែងបន្តិចពីព្រោះមានឡានអីម៉ូតូអីមកដែរថ្មីត្បិតយើងខំប្រឹងប្រែងល្អជាងឆ្នាំទៅក៏ប៉ុន្តែមិនទាន់បាន 100% ទេបើអញ្ចឹងទេក៏បានសំណូមពរខ្លះអញ្ចឹងខ្ញុំធម្មតាពេលចប់ហើយខ្ញុំតែងតែសួរកីឡាកររបស់យើងពីព្រោះខ្ញុំអត់បានទៅទេយើងរៀបចំនៅទីនេះអញ្ចឹងយើងទៅសួរសុខទុក្ខរបស់កីឡាករយើងយ៉ាងដូចម្ដេចដើម្បីយើងកែតម្រូវខ្ញុំសូមថ្លែងអំណរគុណដល់ជ្រាលចំពោះស្មារតីរបស់នៃប្រជាជនយើងប្រជាជនខ្មែរក៏ដូចជាកីឡាករកីឡាករនៃជាតិយើងនេះដែលខ្មែរយើងនេះគឺឃើញថាមានការរីកចម្រើនយកចិត្តទុកដាក់ដល់កីឡាសុខភាពគេហៅថាកីឡាម៉ារ៉ាតុនរបស់យើងគឺកីឡាដែលមានចំនួនអ្នកចូលរួមច្រើនជាងគេបំផុតដែលគេហៅថា mass participation នៅក្នុងចលនាម៉ារ៉ាតុនចឹងទេយើងឃើញថាឥឡូវនេះមួយឆ្នាំទៅមួយឆ្នាំកាន់តែកើនឡើងដោយសារការយល់ដឹងអំពី
ការថែរក្សាសុខភាពរបស់បុគ្គលម្នាក់របស់កីឡាករម្នាក់របស់ប្រជាជនយើងម្នាក់ក្នុងការចូលរួមចលនារត់ប្រណាំងនេះក៏ជាសក្ខីភាពបង្ហាញឡើងនៅសាមគ្គីភាពរបស់នៃប្រជាជនយើងរបស់កីឡាករយើងក៏ដូចជាការគ្រប់គ្រងនៅចលនារត់ប្រណាំងនេះដែលជាអត្តសញ្ញាណមួយដែលយើងនឹងយកអានឹងរូបភាពនឹងធ្វើការប្រណាំងប្រជែងជាមួយនឹងប្រទេសផ្សេងៗនៅក្នុងតំបន់អាស៊ីរបស់យើងជាពិសេសគឺនៅប្រទេសជិតខាងឧទាហរណ៍ដូចជាភ្នំពេញម៉ារ៉ាតុងយើងនេះគឺរៀបចំឡើងនៅកណ្ដាលក្រុងនេះនៅរាជធានីភ្នំពេញអញ្ចឹងគឺយើងត្រូវប្រណាំងប្រជែងជាមួយនឹងម៉ារ៉ាតុងនៅគូឡាឡុំពួរទីក្រុងនៅយ៉ាកាតាម៉ារ៉ាតុងនៅហូជីមីញនៅហាណូយម៉ារ៉ាតុងនៅបែងកកម៉ារ៉ាតុងនៅប្រទេសអាស៊ីតូក្យូពីព្រោះយើងការរៀបចំនេះគណៈកម្មការយើងនេះម៉ារ៉ាតុងអន្តរជាតិយើងជាសមាជិករបស់ម៉ារ៉ាតុងពិភពលោកដែលយើងជាសមាជិកមួយពេញសិទ្ធដែលយូរឆ្នាំហើយ30ឆ្នាំហើយដែលសមាជិកពេញសិទ្ធរបស់ម៉ារ៉ាតុងពិភពលោកតាំងពីឆ្នាំ1996មកយើងជាសមាជិកពេញសិទ្ធមួយនៅក្នុងចំណោម112ប្រទេសដែលមានម៉ារ៉ាតុងដែលជាសមាជិកម៉ារ៉ាតុងពិភពលោកដែរអញ្ចឹងទេការយកចិត្តទុកដាក់របស់គណៈកម្មការរៀបចំនឹងគឺទី1គឺត្រូវធានាសុវត្ថិភាពការរៀបចំទៅតាមស្តង់ដារអន្តរជាតិទី3ទៀតការចូលរួមឲ្យបានច្រើនកកអានឹងហើយជាកត្តាមួយដែលយើងធ្វើឲ្យបណ្ដាំងប្រជែងរបស់យើងឲ្យមានកម្រិតខ្ពស់មានបន្ទុកខ្ពស់ពីព្រោះពេលដែលចប់ហើយគណៈកម្មការនឹងធ្វើរបាយការណ៍ភ្ជាប់ទាំងរូបភាពផ្ញើចេញទៅក្រៅប្រទេសទៅម៉ារ៉ាតុងពិភពលោកអញ្ចឹងតែការចូលរួមច្រើននឹងគឺជាការរួមចំណែកមួយដើម្បីលើកស្ទួយកិត្តិយសកិត្តិនាមរបស់ប្រទេសជាតិយើងដែរក្នុងចលនាម៉ារ៉ាតុងពិភពលោកបាទកីឡាករឆាងសារ៉ិតដែលទើបមានបទពិសោធន៍រត់ផ្លូវការ2ដងលើវិញ្ញាសា21គីឡូម៉ែត្របានសម្ដែងក្តីរីករាយបន្ទាប់ពីបានចូលរួមលើកដំបូងនៅខេត្តសៀមរាបនិងលើកទី2នៅរាជធានីភ្នំពេញថ្មីនេះត្បិតលោកមើលឃើញការរៀបចំក៏បានល្អហើយការចូលរួមទៀតសោតបានផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនទាំងសុខភាពនិងការរួមចំណែកជួយដល់ការងារសប្បុរសធម៌ព្រមទាំងលើកកម្ពស់ការផ្សព្វផ្សាយពីវិស័យទេសចរណ៍ជាតិទៀតផងដល់ពេលហើយខ្ញុំសាកមើល21លើកទី1ខ្ញុំហៅអូខ្ញុំទៅលេងរួចហើយមកទៅមួយទេតែខ្ញុំមានអ្នកថាខ្ញុំต้องធ្វើបានខ្ញុំរត់21គីឡូក្រោម2ម៉ោងតាម1ម៉ោង54នេះបាទខ្ញុំធ្វើបានហើយខ្ញុំមានការភ្នាល់ជាមួយក្រុមការងារខ្ញុំឈ្នះទៀតគេថាអត់ខ្ញុំដល់ក្រុមមក2ម៉ោងទេណាគេចាក់ខ្ញុំលើ2ម៉ោងប៉ុន្តែខ្ញុំធ្វើអានក្រុម2ម៉ោងខ្ញុំឈ្នះបាទខ្ញុំគិតថាអត្ថប្រយោជន៍សម្រាប់ខ្ញុំរត់ទៅលើកទី1មកលើកទី2នេះគឺសារៈប្រយោជន៍សម្រាប់ខ្ញុំគឺធ្វើឲ្យខ្ញុំនឹងមានកម្លាំងរឹងមាំរាងកាយរឹងមាំហើយយើងមានសុខភាពល្អខ្ញុំគិតថាមានអារម្មណ៍មួយល្អហើយស្រស់ស្រាយមែនទែនពេលជាពិសេសដល់ពេលដែលខ្ញុំរត់ឡើងទៅលើស្ពានកោះនរាវាប្លែកបាទឡើងស្ពានកោះនរាគឺប្លែកមែនទែនហើយយើងបានទៅមើលទៅតាមមួយម្ខាងហើយយើងបានបកមកវិញហើយយើងបានឡើងស្ពានភាសាទៀតហើយយើងបានមើលតាមមាត់ទន្លេហ្នឹងគឺគឺមានអារម្មណ៍មួយស្រស់ស្រាយល្អបាទបើសិនជាតាមរបស់ខ្ញុំបើសិនជាបងប្អូនណាមិនទាន់បានចូលរួមរត់កីឡាករម៉ារ៉ាតុងទេបាទគួរតែចូលរត់កីឡាករម៉ារ៉ាតុងទៅបាទម៉ារ៉ាតុងវាជួយឲ្យយើងនឹងមានសុខភាពល្អបាទរាងកាយរឹងមាំបាទហើយយើងអាចចូលរួមក្នុងសង្គមបានច្រើនទៀតហើយយើងនឹងបានលើកកម្ពស់កីឡាករម៉ារ៉ាតុងនៅកម្ពុជាយើងបានច្រើនបាទចុងឆ្នាំនេះខ្ញុំនៅខែ8នេះខ្ញុំទៅរត់42គីឡូបាទខែ8ខ្ញុំរត់42គីឡូហើយខែ12ខ្ញុំរត់21គីឡូម្ដងទៀតបាទសៀមរាបតាមរយៈព្រឹត្តិការណ៍កីឡាទេសចរប្រចាំឆ្នាំនេះដែរលោកសែមផល្លាបានអំពាវនាវឲ្យប្រជាពលរដ្ឋបន្តគាំទ្រនិងចូលរួមឲ្យបានកាន់តែច្រើនខណៈនៅសល់ព្រឹត្តិការណ៍រត់ប្រណាំងដ៏ធំចំនួន2ទៀតសម្រាប់ឆ្នាំ2025នេះនៅលើទឹកដីអង្គរគឺទិវារត់ប្រណាំងម៉ារ៉ាតុនចក្រភពអង្គរនាថ្ងៃទី3ខែសីហានិងទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុនអង្គរវត្តលើកទី30នាខែធ្នូខាងមុខលោកសង្ឃឹមថាប្រជាពលរដ្ឋនឹងរួសរាន់ចុះឈ្មោះដើម្បីងាយស្រួលគណៈកម្មការរៀបចំសម្ភារៈជូនពិសេសខួបលើកទី30នៃទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុនអង្គរវត្តឆ្នាំនេះដែលលោករំពឹងមានអ្នកចូលរួមមិនតិចជាង 15,000 នាក់នោះឡើយសង្ខេបមកគឺនៅខែ8នេះថ្ងៃ3ខែ8ខែសីហាគឺនៅមុខអង្គរវត្តយើងមាន full marathon 42គីឡូជាផ្លូវការដែលយើងមាន full marathon តែមួយគត់ដែលជាផ្លូវការដែលពិភពលោកគេទទួលស្គាល់បាទគេជាទទួលស្គាល់បានសេចក្តីថាគេផ្សាយពេញទូទាំងពិភពលោក42គីឡូ21គីឡូ10គីឡូ5គីឡូក៏មានបើអញ្ចឹងទេយើងឃើញថាសូមអំពាវនាវកីឡាករនីរបស់យើងសូមមេត្តាចូលរួមឲ្យបានច្រើនកក
ការរត់ប្រណាំង full marathon នៅអង្គរវត្តយើងគឺមានឈ្មោះថាចក្រភពអង្គរបាទ marathon ចក្រភពអង្គរគឺយើងឃើញថាយើងរំលឹកដល់បុព្វបុរសពីជំនាន់អង្គររបស់យើងគឺជាមហាអំណាចមួយបាទគេហៅថាចក្រភពមួយដែលទូទាំងគេហៅល្បីល្បាញរន្ទឺនៅលើពិភពលោកដូចអង្គរវត្តអង្គរធំអង្គរតូចអង្គរធំរបស់យើងអញ្ចឹងជាអរិយធម៌ដ៏អស្ចារ្យគិតនាមហ្នឹងដែលដាក់ឲ្យឈ្មោះម៉ាតុងរបស់យើងគឺរំលឹកដល់គុណូបការៈរបស់បុព្វបុរសដែលអ្នកកសាងប្រទេសជាតិអ្នកដែលហើយយើងជាអ្នកបន្តមកក៏នឹកគុណដល់ដែលកសាងប្រទេសជាតិកម្ពុជារបស់យើងតាំងពីជំនាន់បុរាណកាលតរហូតមកបច្ចុប្បន្ននេះអញ្ចឹងទេជាសេចក្តីស្នេហាជាតិមួយបើថាយើងចូលរួមដើម្បីនឹករំលឹកសេចក្តីដឹងគុណមួយនឹករំលឹកពីព្រោះឈ្មោះគឺអង្គរចក្រភពអង្គរអញ្ចឹងយើងត្រូវនឹកឃើញដល់មហាអំណាចរបស់យើងពីជំនាន់ហ្នឹងបាទទាំងអស់គ្នាត្រូវមានអារម្មណ៍មួយនៅក្នុងកណ្ដាលបេះដូងថាប្រទេសយើងគឺមហាអំណាចមួយពីជំនាន់ដើមអញ្ចឹងយើងកុំធ្វើឲ្យសាបសូន្យបាទនឹងមានអត្ថន័យជ្រៅណាស់អញ្ចឹងសូមមេត្តាទាំងអស់គ្នាបាទទាំងកីឡាទាំងក្លឹបផ្សេងៗដែលគាត់ធ្វើទុយហ្នឹងសូមចូលរួមទាំងអស់គ្នាដើម្បីលើកស្ទួយកិត្តិនាមកិត្តិយសរបស់ប្រទេសជាតិយើងរីឯនៅខែ12គឺខួប30ឆ្នាំមានអត្ថន័យធំធេងណាស់ហើយយើងនឹងធ្វើផ្លែកហើយមានការចូលរួមរបស់ថ្នាក់ដឹកនាំកម្ពុជាក៏ចូលរួមលោកបានសន្យាដែរបើសិនជាលោកអត់មានពេលរវល់ក្នុងកិច្ចការងារប្រទេសជាតិទេលោកនឹងចូលរួមអញ្ចឹងទេយើងនឹងធ្វើពីព្រោះទោះបីយ៉ាងណាក៏ខួប30ឆ្នាំយើងត្រូវធ្វើឲ្យធំអញ្ចឹងទេសូមអញ្ជើញកីឡាករនីទូទាំងប្រទេសជាតិរបស់យើងសូមអញ្ជើញចូលរួមក្រៅពីនោះក៏ជនបរទេសក៏បានចុះឈ្មោះបដាដែរហើយបាទសង្ឃឹមថានៅខែធ្នូថ្ងៃទី7ខែធ្នូនេះចំនួនយើងអត់មានក្រោម 15,000 នាក់ទេអាច16,000 17,000 18,000ខ្ញុំសង្ឃឹមដូច្នេះពីព្រោះឆ្នាំទៅ 15,000 រួចហើយបាទសូមអរគុណគួរដឹងថាបច្ចុប្បន្នសកម្មភាពរត់ម៉ារ៉ាតុននិងពាក់កណ្ដាលម៉ារ៉ាតុនបានក្លាយជាចលនារត់ដ៏ពេញនិយមមួយសម្រាប់ប្រជាពលរដ្ឋគ្រប់វ័យដែលតែងតែចូលរួមរត់ដើម្បីសុខភាពនិងសកម្មភាពសប្បុរសធម៌នានារហូតមានការពង្រីកការរៀបចំលក្ខណៈរត់កម្សាន្តជាច្រើននៅទូទាំងប្រទេសក្រៅពីលើកកម្ពស់សុខភាពក៏ដូចជាការកៀរគរថវិកាជួយដល់ការងារសង្គមព្រឹត្តិការណ៍ទាំងអស់នោះពិសេសកម្មវិធីដែលរៀបចំដោយគណៈកម្មាធិការជាតិអូឡ িম্প ិកកម្ពុជាក៏ត្រូវបានចាត់ទុកជាផ្នែកដ៏សំខាន់មួយក្នុងការផ្សព្វផ្សាយនិងទាក់ទាញភ្ញៀវទេសចរពីជុំវិញពិភពលោកមកកាន់កម្ពុជាផងដែរ